បរាជ័យជាផ្នែកមួយនៃជីវិតគ្មានអ្នកណាជិះរួចទេបើអ្នកចេះគិតគឺយកភាពបរាជ័យជាគ្រូបង្រៀនអ្នកឲ្យរឹងមាំជាងមុនតែបើមិនចេះគិតទេបរាជ័យនឹងក្លាយជាព្រាយបិសាចតាមលងបន្លាចអ្នកមិនឲ្យធ្វើដំណើរទៅមុខទៀតបានឡើយពេលរៀនជិះកង់ដំបូងអ្នកណាក៏ដួលដែរតែក្មេងមិនចុះញ័រមិនអស់សង្ឃឹមទេវាប្រឹងរហូតវាបានជោគជ័យអ្នកប្រហែលជាត្រូវធ្វើចរិតដូចក្មេងក្នុងរឿងបរាជ័យក្នុងជីវិតហើយមើលទៅបើដួលក៏ដួលចុះតែត្រូវងើបឡើងវិញរួចប្រឹងទៀតប្រឹងរហូតរកផ្លូវដោះស្រាយបានសេចក្តីសង្ឃឹមនិងការតស៊ូជាស្ពានចម្លងអ្នកទៅរកភាពជោគជ័យតែមានរឿងខ្លះដែលហួសពីសមត្ថភាពអ្នកអាចដោះស្រាយបានដូច្នេះវិធីមួយដែលអាចជួយអ្នកបានគឺព្រមទទួលស្គាល់ការពិតព្រមថាអ្នកប្រឹងអស់ពីសមត្ថភាពហើយឲ្យវាទៅតាមកម្មវាចុះអ្នកមិនអាចទូលផែនដីម្នាក់ឯងបានឡើយកុំទម្លាប់បន្ទោសអ្នកដទៃហើយកុំទម្លាប់បន្ទោសខ្លួនឯងអីអ្វីមិនចេះតែបានតាមចិត្តរហូតទេជីវិតគឺអញ្ចឹងឯងកុំស្មុគពេកអីជួបរឿងអីដោះរឿងនឹងទៅបើដោះបានក៏ទទួលទៅបើដោះមិនបានក៏ត្រូវតែហ៊ានទទួលហើយប្រឹងបន្តទៅទៀតផែនដីបើអ្នកបោះកម្រងផ្កាលើផែនដីមិនរំភើបញាប់ញ័រអ្វីឡើយហើយបើអ្នកបន្ទោបង់លាមកលើផែនដីក៏ផែនដីមិនខឹងក្រោធអ្វីនឹងអ្នកដែរយើងប្រហែលជាត្រូវរៀនធ្វើចិត្តដូចផែនដីហើយមើលទៅទើបមិនសូវមានទុក្ខពេលជួបរឿងល្អក៏ទទួលទៅតែមិនមិនអួតពេកទេហើយបើជួបរឿងមិនល្អក៏មិនទុំម្នាស់ទុំម្នេញអីពេកដែរមានបញ្ញាយល់ថាជីវិតតែងមានរឿងល្អខ្លះអាក្រក់ខ្លះជារឿងធម្មតាគ្មាននរណាជៀសរួចទេហើយមនុស្សម្នាក់ជួបរឿងមិនដូចគ្នាទេគេជួបរឿងគេយើងជួបរឿងយើងកុំប្រៀបធៀបគ្នាអីនាំតែកើតទុក្ខទេសម្ពាយកម្មម្នាក់មិនដូចគ្នាទេបើជួបរឿងណាប្រឹងដោះរឿងនឹងទៅហើយបើដោះបានប៉ុណ្ណាក៏ព្រមតាមប៉ុណ្ណឹងទៅបួម៉ៅពេកទៅក៏ដោះអីមិនកើតដដែលបានតែកើតទុកថែមប៉ុណ្ណោះក្នុងលោកនេះមានស្ដាំមានឆ្វេងមានយប់មានថ្ងៃមានសុខមានទុក្ខមានខាតមានចំណេញមានជួបមានព្រាត់ជារឿងធម្មតាបើអ្នកហ៊ានទទួលមួយអ្នកត្រូវតែត្រៀមចិត្តទទួលមួយទៀតទើបមិនសូវមានទុក្ខ
រៀបស្មើបើអ្នកចង់ឲ្យផែនដីទាំងមូលរៀបស្មើដូចបាតដៃវាពិតជាមិនអាចទៅរួចទេហើយអ្នកបានតែខ្វល់ខ្វាយចិត្តឥតប្រយោជន៍យ៉ាងណាមិញអ្នកមិនអាចធ្វើឲ្យមនុស្សគ្រប់គ្នាយល់ដូចអ្នកគិតដូចអ្នកបានគ្រប់រឿងបានទេហើយបើអ្នកចង់កាន់តែខ្លាំងអ្នកកើតទុកក៏ខ្លាំងដែរបើអ្នកគិតថាល្អគិតថាត្រូវអ្នកអាចប្រើបញ្ញាញាណរបស់អ្នកដើម្បីពន្យល់ណែនាំគេឲ្យអស់ពីសមត្ថភាពរបស់អ្នករួចហើយភារកិច្ចរបស់អ្នកត្រូវបានបញ្ចប់បើគេធ្វើតាមជារឿងល្អតែបើគេមិនកែទេជារឿងរបស់គេកម្មអ្នកណាអ្នកនឹងទទួលទៅហើយបើអ្នកមួម៉ៅគេនៅតែមិនកែហើយអ្នកក៏កើតទុក្ខរៀនធ្វើចិត្តឧបេក្ខាហ៊ានទទួលរឿងទាំងឡាយទោះរឿងត្រូវចិត្តក្តីមិនត្រូវចិត្តក្តីកុំបំផ្លាញសេចក្តីសុខរបស់អ្នកដោយសារគេមិនធ្វើតាមអ្នកឡើយខ្លាចបាត់ស្រមោលបើក្មេងយំព្រោះខ្លាចបាត់ស្រមោលគេហៅថាក្មេងល្ងង់ហើយបើយើងយំព្រោះខ្លាចព្រាត់ឬយំពេលព្រាត់ប្រាសក៏គេហៅថាជាមនុស្សល្ងង់ដែរព្រោះគ្មានការជួបណាដែលមិនព្រាត់នោះទេអ្នកអាចទៅមុនកូនឬកូនទៅមុនអ្នកឬគេទៅចោលអ្នកក៏ថាបានមើលមិនឃើញទេហើយខាត់មិនបានឡើយទោះបីអ្នកយំទឹកភ្នែកคล้ายជាទឹកទន្លេក៏ដោយក៏នៅតែព្រាត់ថ្ងៃណាមួយមិនខានមិនមែនមិនឲ្យស្រឡាញ់មិនឲ្យថែរក្សាទេប្រឹងប្រែងរក្សាគ្នាដោយទឹកចិត្តមេត្តាចុះតែកុំភ្លេចថាអ្វីមិនទៀងទាត់ទេអាចប្រែប្រួលទៅវិញពេលណាក៏បានបើអ្នកហ៊ានជួបអ្នកក៏ត្រូវតែហ៊ានព្រាត់ដែរត្រូវត្រៀមស្មារតីរៀនទទួលយកទាំងពីរទាំងជួបទាំងព្រាត់ដែលអាចកើតឡើងពេលណាមួយក៏បានហើយរៀនកាត់បន្ថយការប្រកាន់ហួងហែងខ្លាំងរៀនទទួលស្គាល់ការពិតបើមិនបានត្រៀមខ្លួនទេពេលព្រាត់ទៅអ្នកនឹងរងទុក្ខខ្លាំងមិនខានអ្នកមិនអាចឈរហាលថ្ងៃដើម្បីឃើញស្រមោលរហូតបានទេអ្នកមិនអាចជួបរហូតបានទេច្រណែនចិត្តនៅល្ងងច្រើនចុះចិត្តដើរច្រណែនគេខ្លាចគេល្អជាងខ្លួនជាមនុស្សចិត្តចង្អៀតជាមនុស្សសន្សំទុកដាក់ខ្លួនអ្នកខ្លះមិនត្រឹមតែច្រណែនទេថែមទាំងដើរនិយាយដើមនិយាយអាក្រក់ពីអ្នកដទៃទៀតផងបាបជន់លើបាបរឿងច្រណែនគេផងបាបរឿងនិយាយដើមគេផងដៅកាហាយចិត្តខ្លួនឯងផងហើយបើគេដឹងគេស្អប់យើងទៀតតាមពិតទៅគេមានបុណ្យគេប្រឹង
ទើបគេបានសម្រេចជោគជ័យទម្លាប់រីករាយនឹងភាពជោគជ័យរបស់គេទៅសប្បាយចិត្តអបអរសាទរពេលឃើញគេបានចម្រុងចម្រើនគេក៏សប្បាយអ្នកក៏រីករាយអ្នកបានបុណ្យផងបានមិត្តភាពផងតែបើគេបានដោយទុច្ចរិតយើងមិនត្រេកអរជាមួយគេទេហើយក៏គ្មានអីត្រូវចំណែនគេដែរតែយើងគួរឲ្យអាណិតគួរឲ្យសង្វេគថាគេបានសាងបាបកម្មច្រើនថ្ងៃណាមួយគេនឹងទទួលផលកម្មនោះវិញមិនខានអាហារផ្លូវចិត្តភាគ4ពពកមកបាំងប្រច័ណ្ឌមួយរយៈពេលតូចរួចក៏រសាត់បាត់ទៅរឿងរ៉ាវទាំងឡាយមកដល់ជីវិតអ្នកមួយរយៈពេលរួចក៏កន្លងហួសទៅមិននៅជាមួយអ្នកយូរទេតែបើអ្នកអោបក្រសោបវាទុករឿងសៅហ្មងនោះនឹងនៅជាមួយអ្នកយូរមិនខានអ្នកខ្លះរសេមរសាមច្រើនសម្រេចចិត្តមិនច្បាស់លាស់យូរទៅคล้ายជាទម្លាប់មិនល្អធ្វើឲ្យចិត្តសាំញ៉ាំច្រើនគិតឲ្យច្បាស់បើរើសមួយណាឲ្យប្រកបមួយនឹងកុំដូរចុះដូរឡើងដល់ផ្លូវបត់អ្នកត្រូវតែសម្រេចចិត្តបត់ឆ្វេងឬបត់ស្ដាំរើសបានតែមួយបុណ្យជួយអ្នកឲ្យជួបមនុស្សល្អឲ្យសម្រេចចិត្តត្រូវឲ្យការងារងាយនឹងបានសម្រេចផលព្យាយាមសាងបុណ្យឲ្យបានរឿយបុណ្យមិនភ្លេចម្ចាស់វាទេរបៀបគិតច្នៃជីវិតអ្នកបើអ្នកទម្លាប់គិតបែបណាខ្សែជីវិតអ្នកនឹងធ្លាក់ក្នុងគន្លងនោះដែរទម្លាប់សន្សំចិត្តល្អចិត្តជាកុសលចិត្តតស៊ូព្យាយាមធ្វើវាឲ្យជាទម្លាប់ក្នុងជីវិតអ្នកខ្លះអង្គុយបង្កើតរឿងមកបន្លាចចិត្តខ្លួនឯងអ្នកមិនអាចគ្រប់គ្រងអនាគតកាលបានទាំងស្រុងទេប្រុងប្រៀបតែក៏ត្រូវចេះព្រមតាមជាក់ស្ដែងទើបមិនសូវកើតទុក្ខខ្លាំងចិត្តមួម៉ៅច្រើនទៅរៀបរៀងបុណ្យចាស់មិនងាយឲ្យផលបុណ្យខ្លាចមុខអ្នកមួម៉ៅច្រើនរូបស្អាតតែចិត្តអាក្រក់ចាត់ទុកជាមនុស្សអាក្រក់រូបមិនស្អាតតែសន្តានចិត្តល្អចាត់ទុកជាមនុស្សល្អអ្នកខ្លះសម្បូរបុណ្យរូបក៏ស្អាតចិត្តក៏ល្អអ្នកខ្លះខ្វះបុណ្យចាស់កើតមករូបមិនស្អាតហើយចិត្តអាក្រក់ទៀតព្រោះមិនបានធ្វើបុណ្យថ្មីវាសនាជីវិតមនុស្សម្នាក់ខ្ពស់ទាបមិនដូចគ្នាទេតាមកម្លាំងបុណ្យ
និងការព្យាយាមពេលបច្ចុប្បន្នរីករាយនឹងអ្វីដែលអ្នករកបានជួយដល់អ្នកខ្វះខាតសប្បាយចិត្តចំពោះសេចក្តីសុខរបស់អ្នកដទៃពេលស្លាប់ទៅគ្មានយកអ្វីទៅតាមខ្លួនបានបន្តិចបន្តួចឡើយមិត្តភាពជាផ្នែកដ៏សំខាន់នៃជីវិតការជ្រើសរើសមនុស្សត្រូវដែលលោកហៅថាកល្យាណមិត្តអាចជួយកំណត់ជោគវាសនាជីវិតអ្នកបានមនុស្សមិនល្អនាំឲ្យយើងកើតបាបដែលធ្វើឲ្យយើងអន្តរាយឆ្លៀតពេលមើលថែរក្សាផ្លូវចិត្តអ្នកកុំបណ្ដោយឲ្យវារងគ្រោះខ្លាំងរហូតពិបាកសង្គ្រោះកុំរវល់ដល់ថ្នាក់រកពេលស្លាប់មិនបានកុសលធម៌គុណធម៌ជាជំរកដ៏ប្រសើរជាគ្រឿងការពារជាគ្រឿងអលង្ការរបស់ចិត្តយើងមកខ្លួនទៅវិញក៏ខ្លួនទៅដែរព្យាយាមសាងល្អដែលជាគុណតម្លៃនៃជីវិតនឹងបានជាទីពឹងដ៏ប្រសើរក្នុងដំណើរជីវិតតទៅអ្នកបានសាងបុណ្យទុកទទួលបានសេចក្តីសុខច្រើនយៈក្នុងល្ខោនមិនគួរឲ្យខ្លាចដូចយៈក្នុងចិត្តទេយៈក្នុងចិត្តបានដល់កំហឹងបានដុតចិត្តអ្នកឲ្យក្តៅក្រហល់ក្រហាយរួចរាលដាលដល់អ្នកដទៃទៀតកំហឹងនាំឲ្យអ្នកសាងកំហុសដែលនាំឲ្យមានពៀវេរាវែងឆ្ងាយផឹកសូរ៉ានាំឲ្យខាតទ្រព្យខូចសុខភាពខ្សោយសតិអាយុខ្លីដឹងដែរតែនៅចង់សបាយទម្រាំដឹងខ្លួនហួសពេលបាត់ចាស់ផឹកបង្ហាញក្មេងផឹកតាមសុរាបំផ្លាញព្រលឹងមនុស្សនិងព្រលឹងជាតិអនុញ្ញាតឲ្យសេចក្តីសោករសាត់ទៅតាមសភាពមិនទៀងរបស់វាគឺអនិច្ចតាធម៌កុំអោបក្រសោបវាទុកអីដំណើរក្នុងសង្សារវដ្តវែងឆ្ងាយមិនដឹងថាទៅកើតជាអ្វីនៅទីណាបើអ្នកបានធ្វើល្អច្រើនអ្នកបានសុខច្រើនចំណែកអ្នកខ្វះបុណ្យដូចដើរផ្លូវឆ្ងាយហើយអត់លុយចាយសង្ខារទាំងឡាយជាអនត្តាមិនស្ថិតនៅក្រោមការបង្គាប់បញ្ជាអ្នកទេពេលមានហេតុក៏តាំងនៅពេលអស់ហេតុក៏រលត់ទៅអារម្មណ៍ឬក៏ចិត្តរបស់យើងប្រែប្រួលពីមួយទៅមួយមិនទៀងទាត់ឡើយចិត្តល្អអ្នកត្រូវកំណត់ដឹងថាចិត្តល្អហើយខំចម្រើនចិត្តល្អនោះឲ្យបានច្រើនបើចិត្តមិនល្អក៏កំណត់ដឹងថាចិត្តមិនល្អហើយព្យាយាមកែប្រែវាមកវិញកាត់ភាពមួម៉ៅសៅមងចេញទើបអ្នកអាចងើបមុខហើយដើរទៅមុខបានឆ្ងាយអតីតកាលជាមេរៀនមិនមែនជាច្រវាក់ខ្នោះខ្នៀងឡើយសម្ពាធការងារមិនធ្ងន់ដោយសម្ពាធផ្លូវចិត្តឆ
ឆ្លៀតពេលចម្រើនសតិស្មារតីស្ដាប់ធម៌ធ្វើសមាធិរក្សាចិត្តឲ្យបានល្អទើបមិនសូវមានសម្ពាធផ្លូវចិត្តអតីតកាលបានរលត់បាត់ទៅហើយអ្នកមិនអាចបកក្រោយហើយកែប្រែវាបានទេយកវាជាមេរៀនចាប់ផ្ដើមជាថ្មីយកអ្វីដែលអ្នកមានជាមូលដ្ឋានសម្រាប់ធ្វើកិច្ចការងារបន្តយើងត្រូវការមនុស្សជួយដុសខាត់តម្រែតម្រង់ទើបអាចក្លាយជាមនុស្សមានតម្លៃពេញលេញទម្លាក់មានអ្នកចុះហើយទទួលយកពាក្យដាស់តឿនរបស់កល្យាណមិត្តទើបជីវិតបានចម្រើនកុំបន្ទោសអ្នកណាឡើយបុណ្យយើងកម្មយើងគ្មានអ្នកណាធ្វើឲ្យអ្នកណាទេកម្មសកតាបញ្ញាយល់ឃើញថាសត្វលោកប្រព្រឹត្តទៅតាមកម្មជួយកាត់បន្ថយសេចក្តីទុក្ខផ្លូវចិត្តការនិយាយស្ដីដោយខ្វះការពិចារណាคล้ายជាអាវុធប្រហារផ្លូវចិត្តអ្នកដទៃផងជាទឹកបន្សាបតម្លៃខ្លួនឯងផងនិងជាបាបកម្មផងរៀនរក្សាសម្ដីអ្នកឲ្យបានល្អព្រោះវាជាតម្លៃរបស់អ្នកផ្ទាល់កាន់សិលអាចប្រែមកថាជាមនុស្សមានចរិតថ្លៃថ្នូរជាមនុស្សមានមារយាទខ្ពស់អ្នកមានសិលគេស្រឡាញ់គេទុកចិត្តអាចរកស៊ីជាមួយគ្នារាប់អានគ្នាបានយូរអង្វែងអ្នកអត់សិលទុកចិត្តមិនបានរកស៊ីជាមួយគ្នាមិនកើតព្រោះចរិតមិនថ្លៃថ្នូរម្នាក់មានការលំបាករៀងខ្លួនគួរមានករុណាចិត្តដល់គ្នាទៅវិញទៅមកមិនគួរធ្វើឲ្យអ្នកដទៃកើតទុក្ខក្តៅក្រហាយឡើយបច្ចេកវិទ្យាបានដាក់អាណានិគមមកលើមនុស្សរហូតដល់ក្នុងបង្គន់ម្នាក់សឹងតែคล้ายជាអ្នកបម្រើទូរស័